ជំរាបសួរខ្ញុំឈ្មោះខឹមឆេនជាប្រធានកម្មវិធីរបស់អង្គការមូលនិធិសិទ្ធិកុមារថ្ងៃនេះដែរខ្ញុំសូមណែនាំបង្ហាញអំពីកម្មវិធីមួយដែលអង្គការមូលនិធិសិទ្ធិកុមារកំពុងអនុវត្តពាក់ព័ន្ធជាមួយនឹងកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារឆាជីងហើយកម្មវិធីនេះដែរគឺជាកម្មវិធីមួយនៅក្នុងការជំរុញឲ្យឪពុកម្ដាយបានចូលរួមនៅក្នុងដំណើរការក៏ដូចជាការអប់រំពាក់ព័ន្ធជាមួយនឹងការអប់រំហិរញ្ញវត្ថុដែលផ្ដោតសំខាន់ទៅលើគោលគំនិត4គឺពាក់ព័ន្ធជាមួយនឹងការរលុយបាទការសន្សំការចាយវាយហើយនិងការបរិច្ចាគបន្ទាប់ពីកូនរបស់ខ្ញុំគាត់បានចូលសិក្សាតាក់ទងនឹងកម្មវិធីឆាឈីងនេះខ្ញុំសង្កេតឃើញថាអត្តចរិតរបស់គាត់មានការផ្លាស់ប្ដូរគឺមានន័យថាគឺគាត់ចេះសន្សំលុយដែលយើងឲ្យគាត់ទៅរៀនមានន័យថាគាត់ចាយខ្លះគាត់ຕົកខ្លះខ្ញុំដែលជាអាណាព្យាបាលកូនដែលគាត់បានរៀននៅក្នុងកម្មវិធីឆាឈីងនេះខ្ញុំគិតថាល្អមែនតើហេតុតែគាត់មិនមែនស្ថិតនៅក្នុងដំណាក់កាលគាត់រលុយទេក៏ប៉ុន្តែគឺគាត់ចេះសន្សំតាំងពីគាត់បានរៀនកម្មវិធីឆាឈីងនឹងមកគឺទីមួយគឺគាត់ចេះរកលុយដោយសារមុនមកគឺគាត់អត់ចេះរបៀបរកលុយទេឥឡូវគាត់ចេះសន្សំគាត់ចេះរើសអេតចាយរើសអីទុកសម្រាប់លក់សន្សំលុយបាទពីមុនមកគាត់ដឹងតែបានតែលុយមកដូចចាយអស់ចាយវាអស់តែឥឡូវគាត់បានចេះសន្សំបានលុយមកគាត់ចេះយកមកផ្ញើយើងណាការចាយវារបស់គាត់នោះគឺគាត់ចាយមានរបៀបរបបខុសពីមុនពេលដែលគាត់បានចូលបានរៀនកម្មវិធីឆាឈីមកគាត់ចេះគ្រប់គ្រងលុយរបស់គាត់ចេះរកលុយបានដូចជាពីការប៉ាម៉ាក់ឲ្យឬក៏គាត់លក់អេតចាយឬក៏គាត់បានពីអ្វីមួយគាត់ចេះមុននឹងគាត់ចាយគាត់ចេះសន្សំចាគាត់សន្សំហើយបានគាត់ចាយល្អច្រើនខុសពីការពីអត់តន់រៀនកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារឆាឈីងគឺអនុវត្តដោយអង្គការមូលនិធិសិទ្ធិកុមារនាយកដ្ឋានបឋមសិក្សាក្រសួងអប់រំយុវជននិងកីឡាដែលទទួលមូលនិធិពីមូលនិធិ Prudent សរុបទាំងអស់យើងកំពុងអនុវត្តចំនួន5ខេត្តគ្រប់ដណ្ដប់ទៅលើ300សាលានៅក្នុងប្រទេសកម្ពុជារបស់យើងសង្ឃឹមជឿជាក់ថាកម្មវិធីនេះនឹងរីកសាយភាយហើយនឹងអនុវត្តនៅគ្រប់សាលាទូទាំងប្រទេសទាំងអស់ដើម្បីឲ្យផ្ដល់នៅចំណេះដឹងទៅដល់កុមារចាប់ពីកម្រិតបឋមសិក្សាទៅឲ្យគាត់យល់ដឹងអំពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីវ័យក្មេងទៅសកម្មភាពនេះក៏ជួយឲ្យឪពុកម្ដាយបន្តការអប់រំបន្តបន្ថែមទៀតទៅដល់កូនរបស់គាត់រហូតទៅដល់កូនធំពេញវ័យហើយសង្ឃឹមថាទៅអនាគតកូនរបស់គាត់នឹងមានការផ្លាស់ប្ដូរមានការប្រែប្រួលពាក់ព័ន្ធអេយ៉ាបតនិងការគ្រប់គ្រងថវិកាដែលទទួលបានតាមរយៈនៃកម្មវិធីអប់រំហិរញ្ញវត្ថុសម្រាប់កុមារនេះ